សួស្តីមិត្តសិក្សាភាសាចិនយើងវិលជួបគ្នាសារជាថ្មីម្ដងទៀតហើយសូមស្វាគមន៍មកកាន់ Facebook និង YouTube ខ្ញុំបាទទៅនៅ Learn Chinese New ទាំងអស់គ្នាបងប្អូនថ្មីកុំភ្លេចជួយ Like Share និង Follow Subscribe បណ្ណាមួយនឹងបានវីដេអូជារៀងរាល់សប្តាហ៍ជួយចែករំលែកចំណេះដឹងភាសាចិនទាំងអស់គ្នាហើយយើងមកសិក្សាពីពាក្យទាក់ទងទៅនឹងឧបករណ៍មួយចំនួននៅក្នុងកន្លែងកាត់សក់ធ្វើសក់ហើយពីដំបូងនេះគឺផ្លុំសក់ភាសាចិនគេអានថាជួយថៅហ្វាជួយថៅហ្វាគឺផ្លុំសក់បន្តទៀតនេះគឺអ៊ុតសក់ត្រង់ភាសាចិនគេអានថាឡាជឺថៅហ្វាឡាជឺថៅហ្វានេះគឺអ៊ុតសក់ត្រង់ឧបករណ៍សម្រាប់អ៊ុតសក់ត្រង់បន្តទៀតនេះគឺកក់សក់ភាសាចិនគេអានថាស៊ីថៅគឺកក់សក់បន្តទៀតនេះគឺកាត់តម្រឹមស៊ូជៀនតទៅទៀតនេះគឺជាងកាត់សក់ភាសាចិនគេអានថាលីហ្វាស៊ឺតទៅទៀតនេះគឺលាបពណ៌សក់ភាសាចិនគេអានថារ៉ានថៅហ្វាគឺលាបពណ៌សក់បន្តទៀតគឺម៉ូតសក់ហ្វាស៊ីងគឺម៉ូតសក់មានម៉ូតអីផ្សេងទៅតាមយើងណាកំងហ្វាស៊ីងទៅទៀតនេះគឺហាងកាត់សក់ភាសាចិនគេអានថាលីហ្វាទៀននេះគឺហាងកាត់សក់លីហ្វាទៀនហាងកាត់សក់រួចយើងហៅថាតុបសក់ទៅទៀតនេះគឺអ៊ុតសក់ភាសាចិនគេអានថាថាំងថៅហ្វាហ្នឹងគឺអ៊ុតសក់ហាងថៅហ្វាគឺសក់មើលបន្តទៀតនេះគឺកាត់សក់ជៀនថៅហ្វាហ្នឹងគឺកាត់សក់ហើយខុសឆ្គងយ៉ាងណាសូមខន្តីអភ័យទោសនិងជួបគ្នានៅវីដេអូក្រោយៗទៀតបាយចៃជៀន